សួស្តីថ្ងៃនេះយើងលើក topic មួយតាក់ទងជាមួយនឹងអាពាហ៍ពិពាហ៍ដោយបង្ខំដោយសារខ្ញុំទទួលបានឯកសារមួយអាននេះឆ្លងឯកសារនេះមាន70ទំព័រជាភាសាអង់គ្លេសដែលគេលើកជាគោលការណ៍នៅក្នុងការទប់ស្កាត់អាពាហ៍ពិពាហ៍ដោយបង្ខំបាទអញ្ចឹងស្វែងយល់ដល់អ្នកថាអ្វីជាអាពាហ៍ពិពាហ៍ដោយបង្ខំអញ្ចឹងនៅក្នុងឯកសារដែលខ្ញុំបានអាននេះជាភាសាអង់គ្លេសនេះគេនិយាយថាអាពាហ៍ពិពាហ៍ដោយបង្ខំវាអាចកើតឡើងនៅគ្រប់វ័យបាទគ្រប់វ័យគ្រប់អាយុដែលវាពាក់ព័ន្ធជាមួយនឹងបុគ្គលម្នាក់ត្រូវបានគេបង្ខំឲ្យគាត់រៀបការបាទដោយមិនមានការយល់ព្រមឬក៏មិនមានសេរីភាពបាទអញ្ចឹងនៅក្នុងនោះវាពេលខ្លះគឺគេប្រើប្រាស់មធ្យោបាយដូចជាការបង្ខំដោយរាងកាយការបង្ខំដោយការគម្រាមកំហែងការបង្ខំមួយទៀតគឺការបោកប្រាស់ឲ្យគាត់ទៅរៀបការបាទទាំងស្មារតីបាទនឹងផ្លូវចិត្តបាទអញ្ចឹងតើយើងយករឿងហ្នឹងមកនិយាយធ្វើអីអាពាហ៍ពិពាហ៍ដោយបង្ខំបាទយើងឃើញថាយើងឥឡូវនេះយុវតីយើងជាច្រើនបាទហើយនឹងនារីខ្មែរជាច្រើនត្រូវបានគេលួងលោមឬគេណែនាំឲ្យរៀបអាពាហ៍ពិពាហ៍ទៅស្រុកក្រៅបាទទៅស្រុកក្រៅដោយសារគេថាមានបរិះនៅក្រៅហ្នឹងល្អអីចឹងប៉ុន្តែជារឿយៗយើងមិនឃើញការស្នើសុំឲ្យមានអន្តរាគមន៍ជួយខ្ញុំផងគេធ្វើបាបខ្ញុំគេបង្ខំខ្ញុំឲ្យមានកូនគេអត់ឲ្យលុយចាយគេបិទបាំងសេរីភាពឪពុកម្ដាយគេអីធ្វើបាបញាតិមិត្តហើយមានករណីខ្លះទៀតត្រូវបានគេយកលុបបន្តឬក៏គេបង្ខំឲ្យបម្រើផ្លូវភេទទៅកាន់ក្រុមគ្រួសារទាំងមូលអីជាដើមវាមានរឿងទាំងអស់ហ្នឹងកើតឡើងដូច្នេះហើយគួរតែយល់អំពីសុវត្ថិភាពក្នុងការធ្វើការចំណាក់ស្រុកចេញទៅអាពាហ៍ពិពាហ៍នៅស្រុកក្រៅបាទយើងត្រូវយល់ថានៅពេលដែលយើងបានចេញពីភូមិកំណើតស្រុកកំណើតរបស់យើងហើយគឺយើងទៅដល់កន្លែងថ្មីមួយគឺយើងអត់ដឹងរឿងអីទេបាទយើងខ្លាយទៅជាអ្នកឯទុនខ្សោយបាទទាំងផ្លូវច្បាប់ទៀតពេលខ្លះដោយសារទៅហ្នឹងមានអ្នកខ្លះទៅតាមច្រកមិនផ្លូវការទៅច្រកមិនផ្លូវការចូលទៅប្រទេសគេខុសច្បាប់ទៅតែឯងអត់មានតំណែងតំណងមកក្រុមគ្រួសារវិញពេលមានការអីអត់មានអ្នកណាជួយទេអញ្ចឹងគួរតែយល់អំពីផលវិបាកទាំងអស់ហ្នឹងអាពាហ៍ពិពាហ៍ជាមួយនឹងជនបរទេសនៅស្រុកខ្មែរយើងគឺមានគោលការណ៍របស់រដ្ឋាភិបាលដែលមានការទទួលស្គាល់តាំងពីអាជ្ញាធរមូលដ្ឋានទៅដល់ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិជាមួយនឹងក្រសួងមហាផ្ទៃដែលគេជាអាជ្ញាធរគេជួយមើលយើងបាទគេជួយមើលថាតើរឿងនោះវាល្អអត់តែបើសិនជាមិនឆ្លងកាត់ចឹងទេគឺយើងប្រថុយប្រឋានខ្ពស់ណាស់ដូច្នេះហើយខ្ញុំសូមលើកទឹកចិត្តបាទកុំប្រថុយប្រឋានឲ្យកូនស្រីបាទកុំប្រថុយប្រឋានខ្លួនថានឹងអីទៅអាពាហ៍ពិពាហ៍នៅស្រុកក្រៅបាទដោយធ្វើការចំណាក់ស្រុកតាមច្រករបៀងឬក៏ប្រើប្រាស់ល្បិចកលក្នុងការចំណាក់ស្រុកអីចូលទៅស្រុកគេហ្នឹងគឺវានឹងមានហានិភ័យខ្ពស់ហើយនៅពេលដែលគេជួយក៏មិនមែនជាការងាយស្រួលក្នុងការជួយដែរប្រទេសគេធំណាស់ធំមែនទែនបាទប្រទេសយើងដូចប៉ុណ្្នឹងហើយនៅតែពិបាកជួយហ្មងប្រទេសគេធំទៀតតើជួយយ៉ាងណាបាទសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាបាទហើយបើសិនជាបងប្អូនដឹងថាមានរបាយកលណាមួយក្នុងការណែនាំនារីខ្មែរបាទឲ្យចេញចំណាក់ស្រុកទៅប្រទេសក្រៅបាទដែលមានការសង្ស័យថាមានភាពមិនស្រួលហើយបាទរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់បាទដើម្បីឲ្យពួកគាត់បានដឹងបាទសូមអរគុណ